ថ្ងៃចូលរៀនដំបូងរបស់ខ្ញុំពិតជាភ័យខ្លាំងណាស់ព្រោះតែខ្ញុំមករៀនតែនេះតែម្នាក់ឯងមិនសូវជាស្គាល់ណាគេតែមួយខ្ញុំជាមនុស្សខ្លាចមនុស្សទៀតមិនដឹងថាខ្ញុំអាចរកមិត្តបានឬក៏យ៉ាងណាទេនេះចូលមកដល់ក្នុងសាលាឃើញសិក្សាមករៀននៅទីនេះសោះខ្លាំងណាស់ជាពិសេសមកទៅពួកគេទាំងនោះក៏មិនមែនជាអ្នកអត់អីដែរតែអារម្មណ៍ខ្ញុំពិតជាភ័យខ្លាំងណាស់ដោយសារតែឃើញមានមនុស្សច្រើនពេករៀងភ័យតែក៏តាំងចិត្តមកវិញពួកអីខ្ញុំមកទីនេះក៏មករៀនមិនមែនមកខ្លាចគេនោះទេមកទៅស្វានេះមិនទៅមានណាគេមកចូលនៅក្នុងថ្ងៃសោះខ្ញុំអង្គុយលេងខាងក្រៅទៅមិនដឹង Hello ឯងឈ្មោះអីដែរចាខ្ញុំឈ្មោះធីតាចុះឯងខ្ញុំឈ្មោះសៀវមីចុះឯងអ្នកខាងណាវិញទៅឯងក៏មិនអ្នកអំពេញដែរណាខ្ញុំមិនអ្នកអំពេញអីទេខ្ញុំអ្នកខេត្តដែរនិងអ្នកខេត្តកំពង់ឆ្នាំងចឹងណាខ្ញុំស្មានតែអ្នកអំពេញអីទេអញ្ចឹងអ្នកខេត្តដូចគ្នាហ្នឹងសួស្តីទាំងអស់គ្នាមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ថ្ងៃទី1នេះបន្ទប់ថ្នាក់យើងតូចៗទេមួយថ្នាក់បានតែ8នាក់ផុសតិចជាងស្អីទៀតថ្នាក់យើងថ្ងៃដំបូងអញ្ចឹងអ្នកគ្រូអត់ទាន់រៀនទេចាំអាទិត្យក្រោយចាំយើងហ៊ានដោយសារតែថ្ងៃដំបូងអញ្ចឹងអ្នកគ្រូអត់សូវដឹងថាគ្នាយើងណាគេអ្នកពេញឬក៏អ្នកខេតអីទេអញ្ចឹងមិនម៉ែជួយណែនាំខ្លួនឲ្យអ្នកគ្រូម្ដងម្នាក់មកចាអ្នកគ្រូខ្ញុំឈ្មោះលីស៊ូម៉ៃមកពីវិទ្យាល័យអំបិលខេត្តកោះកុងបានអ្នកគ្រូខ្ញុំឈ្មោះតាន់វិសាមកពីវិទ្យាល័យហ៊ុនសែនស្វាយរៀងខេត្តស្វាយរៀងបានអ្នកគ្រូខ្ញុំឈ្មោះឡាវវណ្ណៈមកពីវិទ្យាល័យអង្គរតូចខេត្តកណ្ដាលចាអ្នកគ្រូខ្ញុំឈ្មោះយួនពុទ្ធធីតាមកពីវិទ្យាល័យស្វាយអណ្ដែតខេត្តកំពង់ឆ្នាំងអ្នកគ្រូស្គាល់ឃើញថាថ្នាក់របស់យើងអត់មានអ្នកអំពេញទេគឺសិតសឹងតែអ្នកមកពីខេត្តដោយសារតែគ្នាយើងមានសមាជិកទាំងអស់8នាក់និយាយទៅគឺថាស្រួលខ្លាំងមែនទែនដូច្នេះហើយអ្នកគ្រូចង់ឲ្យពួកយើងទាំងអស់គ្នាចាប់ក្រុមដោយអ្នកគ្រូយកតែ2ក្រុមទេអញ្ចឹងក្នុងមួយក្រុមគឺយកគ្នា4នាក់អីទៅហើយអ្នកគ្រូអត់បានបែងចែកឲ្យអ្នកណាចូលក្រុមអ្នកណាអីទេគឺអ្នកទាំងអស់គ្នាមានសិទ្ធិក្នុងការសម្រេចចិត្តថាចង់ចូលក្រុមណាអីក្រុមណាប៉ុន្តែក្នុងមួយក្រុមគឺយកតែ4នាក់ទេសួស្តីបងមានខ្វះគ្នាអីអត់ខ្ញុំសុំចូលដែរមកខ្ញុំអត់មានក្រុមទេនេះចាចូលបានតាខ្ញុំពងហៅគ្នានេះអូយកុំដៅចិត្តមួយខ្ញុំពេកមកថាខ្ញុំម្នាក់ទៀតដែរទៅខ្ញុំអត់ទាន់មានដែរនេះមិនមកយកខ្ញុំមួយដែរទៅឲ្យគ្រប់4នាក់អីចាចូលបានតាលើគ្រប់គ្នាហើយបើមកក្រុមគ្រូឲ្យយកតែ4នាក់មិនហើយធីមយើងចង់និយាយថាមកក្រុមគ្រូឲ្យយក4នាក់ហើយក្រុមយើងមានតែ3នាក់នឹងនៅខ្វះម្នាក់ទៀតនេះខ្ញុំមិនដឹងថាណាគេអត់ទាន់មានក្រុមទេនេះបើខាងនោះគេមានអស់ហើយអីក៏វេទនាមែនមកថ្នាក់តាម8នាក់សោះឃើញដូចអ្នកនោះដូចអត់ទាន់មានក្រុមទេឯងសាក់ទៅសួរគេអីមកគេនោះគេចង់ចូលដែរមែនតាអញមកទៅក៏តតែអ្នកឯងមកទៀតមានក្រុមអីនៅនោះមានក្រុមអីដែលមិនមកចូលក្រុមរបស់ខ្ញុំចាខ្ញុំមិនទាន់មានទេមិនមកបើថាអត់ទាន់មានក្រុមចឹងចូលមកខ្ញុំហ្មងទៅស្នាក់ខ្ញុំទៅប្រាប់គេឲ្យហើយគេថាចូលរួមមួយពួកយើងដែរអញ្ចឹងក្រុមយើងក៏បាយមិនហើយគ្នាយើងរើគ្នាអីអស់ហើយនៅបើរើហើយអ្នកគ្រូដាក់ធានបត់ឲ្យរើហើយអ្នកគ្រូចឹងដោយសារតែយើងមានតែ2ក្រុមទេប្រធានបទតែអ្នកគ្រូនឹងដាក់ឲ្យពួកយើងក៏មាន2ដូចគ្នាដោយក្រុមទី1គឺធ្វើទាក់ទងទៅនឹងការគ្រប់គ្រងផ្ទៃក្នុងនៅក្នុងក្រុមហ៊ុនចំពោះក្រុមទី2គឺនឹងធ្វើពីភាពស្មុគស្មាញរបស់ក្រុមហ៊ុននេះយើងធានបទដែលគ្រូដាក់ឲ្យហ្នឹងចង់ដាក់ចំណុចអីគេចូលខ្លះខ្ញុំមិនសូវដឹងដែរនេះគឺអត់ទាន់ចាញ់ទេចូលអ្នកផ្សេងចង់ដាក់អីគេចូលវិញមកអញ្ចឹងដូចតែគ្នាហ្នឹងគាត់ថាទៅផ្ទះសិនទៅថ្ងៃដែរចាំទៅរត់ទៅចាំពិសោធន៍ហើយទៅមិនតែមួយគេស្មាននេះហើយគេក៏គ្រាន់តែឲ្យយើងសុទ្ធតែនាំគ្នាមកពិភាក្សាស្អីទេចាំទៅផ្ទះសិនទៅពួកអត់នេះអត់គិតជួយគិតគ្នាទេចិត្តដងឲ្យពេលសិនតិចទៅចាំក៏បានហើយនាំគ្នាទៅផ្ទះទៅអីសិនចាំទៅរកផ្ទះមិនមែនបើសិននឹកឃើញគណិតអីចាំចាប់ប្រាប់តិចមកចឹងអីមកគេទៅបាយទៅទឹកអីហើយឯងមកវិភាគមេរៀនអីយ៉ាងណាអត់ដល់ថ្ងៃអីគ្រូយកតំថៃផុសពិតជាហត់ខ្លាំងណាស់នេះត្រង់បានមកដល់ផ្ទះរៀងថ្ងៃដែរអូមកទូរស័ព្ទលេងអត់មានឃើញអីផ្លៃតិចសោះអីយ៉ាងនោះទាំងអស់គ្នាគឺថារបស់យើងគឺកំពុងធ្វើការជ្រើសរើសបុគ្គលិកច្រើនអ្នកជាបន្តមិនថាស្រីមិនថាប្រុសមិនថាភេទទី3អ្វីទេគឺថាអាចតាក់ពាក្យបានធ្វើការបានជាមានប្រយោជន៍សាសាជាពិសេសបានផឹកក្តឹងចាញ់ទៀតសម្រាប់បងអូនណាមានចំណាប់អារម្មណ៍ចង់មកធ្វើការបងអាចតម្លាក់ CV មកបានទេអូយតំណងនេះខ្ញុំចង់មកធ្វើការនៅនឹងតែមកទៅកន្លែងគេក៏ស្អាតណាស់ដែរខ្ញុំរកធ្វើ CV ល្ងាចនឹងសិន
ខ្ញុំមិនដឹងថាទៅថ្ងៃមុខយ៉ាងម៉េចម៉ាទេបើឡើយនឹងខ្ញុំបែកដល់ឡើយខនស៊ីវីលើកដំបងក៏មិនទាន់ចង់ចេះដែរខ្ញុំមិនដឹងថាខ្ញុំធ្វើត្រូវក៏ខុសទេបើសិនដាក់ពាក្យទៅគេអត់ទទួលចុះឲ្យខ្ញុំមកម្នាងមកពីណាទៅណាហ្នឹងចូលមកទិញអីសិនអីអូយបងអីគេហ្នឹងឆ្ងល់ដល់ហើយនេះលោកសាច់អាំងសាច់អីហ្នឹងមានត្រូវការអីអត់នេះត្រូវការដែរហ្នឹងខ្ជិលធ្វើម្ហូបណាទិញសាក់អញ្ចឹងវិញមិនមកពួកឯងជួយអាំងឲ្យរៀងក្រៀមតិចមកហេស្លេកនេះប្រហែលនេះណាសំហើយមកទិញអីហ្នឹងនេះថាមកសាមកទិញម្ហូបទិញអីហ្នឹងតាមដឹងថាធ្វើម្ហូបអីមានណាក៏មកឃើញសាច់នេះគេតំណងដែរខ្ជិលធ្វើម្ហូបទិញស្រាប់ចឹងវិញចាហ្នឹងហើយទិញស្រាប់ទៅវាស្រួលខ្លួនដែរអើយចឹងទីដែរមកចៃគឺថាតែនឹងពេញហ្នឹងរៀនចេះរៀនអីអត់ហ្នឹងហើយមានការងារធ្វើអីនៅហ្នឹងណាមួយមើលទៅអ្នកសុំអីរៀងចាប់ដែរហ្នឹងមិនអីទៅអ្នកអើយណាកូនខ្ញុំជាម្ដាយគេខ្ញុំចេះគិតគូរហើយអ្នកកុំបារម្ភអីជិះថាពូឆក់សាច់ឲ្យខ្ញុំមកលើមកខ្ញុំប្រញាប់ណាហើយអ្នកសុំជាអ្នកចិត្តខាងនឹងគ្នាមិនគួរណាត្រូវប្រកាន់គ្នាអញ្ចឹងទេក៏ប្រញាប់ទៅផ្ទះអីនៅចៃគ្នាតិចទៀតសិនទៅខ្ញុំមិនតន់អស់រឿងចៃមួយអ្នកណាអូយអ្នកអើយខ្ញុំពិតជាសុំទោសប៉ុណ្ណាខ្ញុំនៅបានយូរទេ